សាជីវកម្ម NOK គឺជាក្រុមហ៊ុនផលិតដ៏សំខាន់និងស្នូលសម្រាប់ឧស្សាហកម្មចល័តឧស្សាហកម្មអេឡិចត្រូនិកនិងផលិតផលផ្សេងទៀតដើម្បីផ្ដល់នូវផលិតផលជាច្រើននៃការផ្សារភ្ជាប់អេឡិចត្រូនិកគីមីនាយកប្រតិបត្តិ NOK Group លោក Masao Tsuru គឺជាអ្នកដឹកនាំបដិវត្តន៍ដើម្បីពង្រីកដំណាក់កាលអាជីវកម្មជាសកលជាមួយនឹងអត្តសញ្ញាណសាជីវកម្មដ៏រឹងមាំ旧社名の通りអាជីវកម្មដូនតាកំពុងផ្ដល់ផលិតផលប្រេងដល់ឧស្សាហកម្មរថយន្តជាចម្បងឬគ្រឿងចក្រឧស្សាហកម្មទូទៅវាជាចំណុចចាប់ផ្ដើមនៃអាជីវកម្មណុកបន្តផ្ដល់នៅបច្ចេកវិទ្យានិងផលិតផលដែលមិនអាចកាត់ថ្លៃបានដើម្បីរក្សាសុវត្ថិភាពនិងភាពងាយស្រួលនៃសង្គមរហូតមកដល់ពេលនេះគោលការណ៍របស់ក្រុមហ៊ុនគឺគ្មានដែនកំណត់គ្រប់គ្រងអតិថិជនជាមួយនឹងអាជីវកម្មបំបង្កាយឥឡូវនេះមានបដិវត្តជាច្រើននៅក្នុងឧស្សាហកម្មរួមទាំងឧស្សាហកម្មចល័តផងដែរបច្ចេកវិទ្យាផ្សេងៗកំពុងកើនឡើងដូច្នេះភាពមិនច្បាស់លាស់គឺជាធាតុអវិជ្ជមានណុកបានសម្រេចចិត្តឈរនៅកណ្ដាលនៃឧស្សាហកម្មមិនមែនជាស្រទាប់ទាបនៃសាជីជ្រុងឧស្សាហកម្មនោះទេនៅជុំវិញណុកមានកម្មវិធីនិងតម្រូវការសង្គមដើម្បីបង្កើតអត្តសញ្ញាណសាជីវកម្មនិងនិមិត្តសញ្ញាថ្មីនាយកច្នៃប្រឌិតលោកកាស៊ីវ៉ាសាតូគាំទ្រណុកពាក្យដែលមិនអាចបំភ្លេចបានគឺអង្គភាពមិនស្គាល់មិនមានទេណុកគួរផ្ដោតការលើកកម្ពស់ការយល់ដឹងដើម្បីបង្កើតក្រុមហ៊ុនហើយដាក់ឈ្មោះឲ្យកាន់តែពេញនិយមស្លាកសញ្ញានេះមានសារក្រុមហ៊ុនស្មោះត្រង់និងអាកប្បកិរិយាស្ថិរភាពតាមរយៈនិមិត្តសញ្ញានេះណុកពង្រីកសារជាសកលមិនមែនតាមរយៈពាក្យនោះទេប៉ុន្តែដោយការមើលឃើញណុកមានបុគ្គលិកទូទាំងពិភពលោកចំនួន 38,000 នាក់ដើម្បីបង្រួបបង្រួមគំនិតរបស់ពួកគេអត្តសញ្ញាណសាជីវកម្មត្រូវបានបន្តនៅពេលដែលគោលបំណងនិងតម្លៃនៃការបន្តត្រូវបានចែករំលែកជាសកលវ៉ាន់ណុកនឹងត្រូវបានដឹកដោយកម្លាំងកណ្ដាល心力を持って皆さんで一つのグループになろうという政策を実行していますផលិតផល NOK មានសារៈសំខាន់ជាស្នូលសម្រាប់ឧស្សាហកម្មសកលបុគ្គលិក United NOK ក្រោមអត្តសញ្ញាណសាជីវកម្មនិងការដឹកនាំរបស់ CEO Group នឹងរួមចំណែកក្នុងការបំពេញតម្រូវការសង្គមសកលក្រុមហ៊ុន Yamaha Motor បានប្រារព្ធពិធី World Technician Grand Prix នៅស្នាក់ការកណ្ដាលក្នុងខេត្ត Shizuoka វាមានគោលបំណងរក្សាជំនាញមេកានិកកម្រិតខ្ពស់មកពីប្រទេសចំនួន19មានអ្នកមេកានិកចំនួន22នាក់ដែលជាអ្នកឈ្នះការប្រកួតបឋមរបស់ប្រទេសនីមួយៗបានចូលរួម Yamaha Motor រៀបចំដើម្បីលើកកម្ពស់សមត្ថភាពអ្នកបច្ចេកទេសជាមួយហាងលក់វាមានគោលបំណងទទួលបានភាពជឿជាក់ដើម្បីដឹងអំពីអតិថិជនថ្មីនេះកង់អេឡិចត្រូនិកកំពុងតែកើនឡើងបច្ចេកវិទ្យាវិនិច្ឆ័យសម្រាប់ការជួសជុលក្លាយជាកម្រិតខ្ពស់ក្នុងការប្រើប្រាស់កុំព្យូទ័រក្នុងព្រឹត្តិការណ៍នេះជំនាញក្នុងការប្រើប្រាស់ឧបករណ៍វិនិច្ឆ័យបែបនេះមានសារៈសំខាន់ណាស់អ្នកចូលរួមប្រកួតប្រជែងពីការប្រកួតការធ្វើរោគវិនិច្ឆ័យនៃបញ្ហារថយន្តនិងជួសជុលវានៅក្នុងការប្រកួតប្រជែងនេះជំនាញនៃការរកឃើញនិងការប្រើប្រាស់ឧបករណ៍ត្រូវបានត្រួតពិនិត្យដោយចៅក្រមការឆ្លើយតបទៅកាន់អតិថិជនគឺជាចំណុចត្រួតពិនិត្យមួយផ្សេងទៀតដើម្បីជូនដំណឹងអំពីការរកឃើញនិងជួសជុលលទ្ធផលគឺមានសារៈសំខាន់ដើម្បីបណ្ដុះទំនាក់ទំនងដ៏គួរឲ្យទុកចិត្តរវាងអតិថិជនសម្រាប់ការរៀបចំកម្មវិធី Grand Prix នេះខ្ញុំបានអនុវត្តជាក់ស្ដែងជំនាញរបស់ខ្ញុំបានកើនឡើងដល់កម្រិតខ្ពស់តាមរយៈព្រឹត្តិការណ៍នេះយានយន្តវៀតណាមបានលើកកម្ពស់សម្រាប់ผมคิดว่าเป็นเรื่องที่ดีนะครับជាពិសេសនៅប្រទេសរបស់ខ្ញុំ Yamaha Technical Academy មានសារៈសំខាន់ណាស់វាផ្ដល់ការបណ្ដុះបណ្ដាលអំពីព័ត៌មានសំខាន់និងមុខងារសំខាន់របស់ model នីមួយៗ Yamaha កំណត់ស្តង់ដារអ្នកបច្ចេកទេសនៃមជ្ឈមណ្ឌលសេវាកម្មទូទាំងប្រទេសอยู่ในศูนย์บริการของ Yamaha ทั่วประเทศนะครับให้ลูกค้ามั่นใจเนาะ I sincerely hope that ខ្ញុំសង្ឃឹមយ៉ាងមុតមមថាអ្នកទាំងអស់គ្នានឹងយកបទពិសោធន៍ដែលទទួលបាននៅទីនេះត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញហើយក្លាយជាគំរូសម្រាប់អ្នកបច្ចេកទេស Yamaha who as a Yamaha technician
តាមរយៈព្រឹត្តិការណ៍នេះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ត្រូវបានធ្វើឡើងដើម្បីរក្សាម៉ាករថយន្តកម្រិតខ្ពស់និងគួរឲ្យទុកចិត្ត